អ្នកដែលមានជំងឺ stress នៅពេលដែលអាការៈជំងឺធ្វើទុកនោះធ្វើឲ្យឡើងសម្ពាធឈាមដែលអាចច្រឡំថាជាជំងឺលើឈាមបើសិនជាអត់បានធ្វើរោគវិនិច្ឆ័យឲ្យត្រឹមត្រូវនិងច្បាស់លាស់នោះទេចឹងហើយបានជាយើងឃើញថាអ្នកដែលមានជំងឺ stress មួយចំនួនណាគ្រូពេទ្យទូទៅឲ្យថ្នាំលើឈាមយកមកលេបហើយដើម្បីបែងចែកឲ្យដាច់ថាការឡើងសម្ពាធឈាមបណ្ដាលមកពីជំងឺលើឈាមឬជំងឺ stress ទី1វាស់សម្ពាធឈាមនៅពេល stress ហើយសម្រាកសិនចាំវាស់ម្ដងទៀតនៅរយៈពេល30-60នាទីក្រោយទី2វាស់ឈាមនៅផ្ទះដោយខ្លួនឯងនៅពេលព្រឹកម្ដងពេលល្ងាចម្ដងរយៈពេល7ថ្ងៃទី3រកមើលរោគសញ្ញានៃជំងឺថប់បារម្ភមួយចំនួនដែលអាចឲ្យមានអាការៈ stress ដូចជាជំងឺបារម្ភហួរជំងឺខ្លាចទីធ្លាជំងឺ stress ជំងឺមិនអស់មិនហើយឬក៏ជំងឺបោកស្បាជាដើមអញ្ចឹងការឡើងសម្ពាធឈាមចំពោះអ្នកដែលមានជំងឺ stress និងអ្នកមានជំងឺលើឈាមខុសគ្នាមិនទៅទី1ការឡើងសម្ពាធឈាមរបស់អ្នកដែលមានជំងឺ stress ណានិងអ្នកមានជំងឺលើឈាមមានលក្ខណៈខុសគ្នាត្រង់ថាអ្នកដែលមានបញ្ហាជំងឺ stress អាការៈជំងឺអាចកើតឡើងគ្រប់ពេលកើតឡើងភ្លាមហើយអាចកំណត់ទុកពេលវេលាបានមុនទេហើយវាមានរយៈពេលខ្លីតែប៉ុណ្ណោះចន្លោះពី15ទៅ1ម៉ោងបន្ទាប់មកវិញក៏ត្រឡប់មកធម្មតាវិញហើយពេលច្រើនគេសង្កេតឃើញនៅពេលដែលមានអារម្មណ៍តានតឹងភ័យខ្លាចនឹងរឿងអ្វីមួយចំណែកឯអ្នកដែលមានបញ្ហាជំងឺលើឈាមភាគច្រើនណាអ្នកជំងឺមិនដឹងខ្លួនទុកមុនទេហើយអ្នកជំងឺដឹងនៅពេលដែលគាត់ទៅប៉ែតគេនុបដ្ឋាវាស់សម្ពាធឈាមរបស់គាត់ក៏ឃើញថាសម្ពាធឈាមគាត់ឡើងទី2អ្នកដែលមានជំងឺលើឈាមក្រៅពីឡើងសម្ពាធឈាមអ្នកជំងឺមានរោគសញ្ញាមួយចំនួនផ្សេងទៀតដូចជាញ័រទ្រូងណែនទ្រូងបេះដូងដើរញាប់ថប់ដង្ហើមបែកញើសស្អិតខ្លួនញ័រដៃញ័រជើងញ័រខ្លួននិងមានរោគសញ្ញាសំខាន់គឺភ័យខ្លាចស្លាប់ភ័យខ្លាចបាត់បង់ម្ចាស់ការលើខ្លួនឯងភ័យខ្លាចខ្លួនឯងនឹងឈួតតែអ្នកដែលមានបញ្ហាជំងឺលើឈាមភាគច្រើនអត់មានរោគសញ្ញានឹងទេបើមានតិចតួចដូចជាឈឺក្បាលពេលព្រឹកវិលមុខអស់កម្លាំងស្វាងភ្នែករួយកោឬស្មាជាដើមទី3យើងសង្កេតឃើញថាអ្នកដែលមានជំងឺ stress នៅពេលដែលគាត់ប្រឹងដកដង្ហើមវែងមួយសម្ពាធឈាមរបស់គាត់ធ្លាក់លឿនមកធម្មតាវិញតែអ្នកដែលមានជំងឺលើឈាមទោះបីជាប្រឹងដកមួយយ៉ាងណាក៏ដោយសម្ពាធឈាមគាត់នៅតែឡើងអញ្ចឹងអត់អាចថយចុះមកវិញបានទេទី4អ្នកដែលមានជំងឺ stress នៅតែស្ងៀមអត់ធ្វើអីក៏សម្ពាធឈាមនឹងត្រឡប់មកវិញធម្មតាដែរតែអ្នកដែលមានជំងឺលើឈាមបើអត់ប្រើថ្នាំបញ្ចុះឈាមទេសម្ពាធឈាមមិនអាចចុះមកធម្មតាវិញបានទេផ្ទុយទៅវិញអ្នកដែលមានជំងឺ stress នៅពេលដែលគាត់ប្រើថ្នាំរំសាយបារម្ភសម្ពាធឈាមគាត់នឹងចុះមកវិញលឿនមែនតើតែអ្នកដែលមានបញ្ហាជំងឺលើឈាមនៅពេលដែលគាត់ប្រើថ្នាំរំសាយបារម្ភសម្ពាធឈាមរបស់គាត់ចុះមកតិចតួចតែប៉ុណ្ណោះ